Bà số đây bằng bầu tầng học này ngày nay trong miền miền thay muối đam mê chạy chun bằng bầu nhận sắc sảo tầng học này bà cứ miền riêng xoay vô sinh nhật đô la nơi khung ấy sao bà sinh nhật đô la bất chi sầm khăn nơi khung ấy sao là bên đại dương trao càng nghiệp xem ní còn chịu thò muối đặc trong lực dọc mà bằng hai bằng bầu ôi thọ ra trong trang kẻ này dụ គ្រប់អាយុគ្រប់ឆ្នាំដែលកើតទាំងអស់នេះនឹងឆ្នាំជាមួយនឹងឆ្នាំបច្ចុប្បន្នឥឡូវខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំរូបមន្តមុននឹងប្រើសញ្ញាដុល្លារឥឡូវខ្ញុំប្រើរូបមន្តខ្ញុំអត់ទាន់ប្រើសញ្ញាដុល្លារតើក៏គ្នាមិនដើម្បីកែអាយុមិននឹងយកឆ្នាំបច្ចុប្បន្នដកនឹងឆ្នាំយើងកើតអញ្ចឹងយើងយក D4 ដកជាមួយនឹង C4 បាទហើយ Intel បតបាទឃើញថាកន្លងទី1ត្រឹមត្រូវជាមួយកន្លងទី2ទៀត double click ក៏បានដែរទាញចុះក្រោមចេះក៏បាន double click បងប្អូនចុចចេញសញ្ញាបូកពណ៌ខ្មៅ double click នោះក៏បានដែរឥឡូវបងប្អូនឃើញថាឥឡូវខ្ញុំ double click ឲ្យមើលឃើញថាត្រឹមត្រូវទី1មើលឆ្នាំទី2មួយទៀតអត់ត្រូវទេដោយសារវារត់មកក្រោមអញ្ចឹងដើម្បី block កន្លងនេះcolumn cell មានឆ្នាំ2025នេះអញ្ចឹងយើងត្រូវដាក់សញ្ញាដុល្លារនៅក្នុងរូបមន្តអញ្ចឹងនៅពេលដែលយើងចង់ block column cell ហ្នឹងឲ្យនៅដដែលនៅអត់ឲ្យវារត់ឆ្វេងស្ដាំលើក្រោមចឹងយើងដាក់សញ្ញាដុល្លារមានពីររបៀបទៀតយើងវាយចូលក៏បានយើងចុច F4 ក៏បានតែចុច F4 លឿនជាងបងប្អូនចុច F4 មួយមកចុច F4 តើមក Enter បាទតើមកខ្ញុំទាញម្ដងទៀតយើងដាក់មកយើងឲ្យចេញសញ្ញាបូកពណ៌ខ្មៅយើងទាញចុះក្រោមមកឬ double click ក៏បានដែរ double click 2 ដងជាមកឈានឃើញថាត្រូវឡើងខុសហើយអញ្ចឹងបងប្អូនអាចយល់បានហើយសញ្ញាដុល្លារបានន័យថា block cell ឲ្យនៅដដែលអត់ឲ្យ change អត់ឲ្យបដូរឃើញ double click ទៅ2025 D4 នៅ D4 ដដែលតែរត់តែកន្លងឆ្នាំនេះទេបាទអរគុណច្រើនបងប្អូនបើសិនបើបងប្អូនមិនទាន់យល់មិនទាន់ច្បាស់បងប្អូនអាច comment សួរបាននៅក្រោមវីដេអូមួយនេះបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ